I'm Zal from the Manga Saga វិលមកសារជាថ្មីជាមួយនឹងអេពីសូតទី16នៃសាច់រឿងរបស់យើងទាំងមូលខ្ញុំខានអ្នកទាំងអស់គ្នាបន្តិចជួយចុច like share និង follow ដល់នាងខ្ញុំផងដើម្បីឲ្យយើងបានជួបគ្នាម្ដងទៀតនៅអេពីសូតក្រោយណាកុំឲ្យដាច់ភាគអ្នកទាំងអស់គ្នាតើអញ្ចឹងសូមចូលសាច់រឿងហ្មងទៅណាប្លង់នេះកាត់មកត្រង់សាយ៉ងបង្ហាញកូនកំបិតមួយដែលគេនិយាយប្រាប់ជេថានេះគឺជា Laurel Brine ជាឈ្មោះរបស់កំបិតហ្នឹងហើយវាមានកម្រិត S ហើយក៏ជាកំបិតសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើកិច្ចសន្យាជាមួយគ្នាដែរប្រសិនបើវាលាយបញ្ចូលនៃឈាមរបស់ភាគីទាំងពីរហើយវាអាចបង្កើតបាននូវកិច្ចសន្យាដែលមិនអាចបំបែកបានពោបើសិនជាមានភាគីណាមួយក្បត់ពាក្យសន្យាហ្នឹងវាអាចនឹងដាក់ទម្នាយឬក៏ធ្វើអំពើដល់ម្នាក់នោះបានមានន័យថាគាត់ត្រូវបតាសាររបស់ក្បិតហ្នឹងអញ្ចឹងណាសាយ៉ងហត់ទៅឲ្យជេហើយសួរគាត់ថាតើបងចង់ចាក់ខ្លួនឯងឬក៏ឲ្យខ្ញុំចាក់ឲ្យជេសួរទាំងឆ្ងល់ចុំខ្ញុំត្រូវតែធ្វើខ្លួនឯងអញ្ចឹងហើយហេតុអីត្រូវឲ្យឯងចាក់ដៃរបស់ខ្ញុំវិញសាយ៉ងក៏តបវិញដោយអួតអំពីបទពិសោធន៍ដែលគេធ្លាប់ជួបអញ្ចឹងណាពេលខ្លះមានម្នាក់ដែរដែលចាក់ចំកន្លែងខុសហើយអ្នកខ្លះទៀតទៅជាចាក់ផ្លូវខ្លួនឯងទាំងដែលខ្ញុំគ្រាន់តែឲ្យចាក់ដៃសោះហ្នឹងវាខុសចឹងណាបានខ្ញុំស្នើចាក់ឲ្យបងឯងហ្នឹងជេជ្រួញចិញ្ចាមបន្តិចរួចនិយាយថាគ្មានពីណាគេអង្គុយធ្វើកិច្ចសន្យាហើយចង់ក្រោយមកធ្វើបាបខ្លួនឯងទេកុំបលើសពេកសាយ៉ងនៅតែបន្ថែមទៀតថាខ្ញុំជំនាញខាងចាក់នឹងវាអត់ឈឺទេដូចអាសើបចឹងណាហើយបើជាបងឯងទីខ្ញុំអាចនឹងធ្វើឲ្យវារត់ទៅស្រាលបានមិនឲ្យបងឯងឈឺទេរត់តែពិសេសជាងនឹងទីហ្នឹងគឺឈាមតិចអត់ឈាមច្រើនទេចេះឆត់ដៃឈរស្ដាប់សាយ៉ងអួតតែម្ខាងទៀតក៏លាទៅសុំកបិតពីគេម៉ាកុំនិយាយច្រើនពេកចេះយកកបិតមកឈរដៃគេដើម្បីចេញឈាមលើកបិតនោះសាយ៉ងក៏ហិតទឹកថ្នាំពណ៌ស្វាយមួយដបទៅចេផឹកទៅចេះឃើញហើយមិនដឹងជាស្អីក៏សួរទៅសាយ៉ងវិញថាស្អីគេហ្នឹងសាយ៉ងឆ្លើយឌឺថាមិនសាបជាអ្វីដែលមានតែខ្ញុំទេទៅមានចេះលឺអញ្ចឹងសង្ស័យបដ ாய் ថាចេះស្អីអត់ប្រកបសម្រាប់តែឯងទេបើសិនជាបងធ្វើកិច្ចសន្យាហើយរួចស្លាប់បាត់អញ្ចឹងវាជារឿងអត់ប្រយោជន៍នេះមានបងផឹកទេសាយ៉ងទីងកម្រោកចេញទុកឲ្យជេផឹកនិយាយរួមកូននឹងមនុស្សគេយកចិត្តទុកដាក់ហ្មងចំពោះមនុស្សដែលខ្លួនឯងស្រឡាញ់ចូលចិត្តតែជាមួយអ្នកក្រៅវិញរៀងឆ្លើយនឹងរៀងពុកច្រឡំតិចណានិយាយរបៀបដូចយើងនិយាយមកគួរឈើអញ្ចឹងគេអត់ខ្វល់ចេះគិតក្នុងចិត្តថាបើទោះបីជាសាយ៉ងមិនឲ្យត្រាំបន្សាបទៅគាត់ក៏គាត់មានវិធីបណ្ដេញជាតិពុលចេញពីក្នុងខ្លួនគាត់ដែរតែបើសិនជាអញ្ចឹងក៏ល្អដែរព្រោះគាត់មិនចាំបាច់បញ្ចូលច្រើនព្រោះសាយ៉ងមួយតួខ្លួនរបស់គាត់គឺជាពឹសហើយនឹងពុលកាលណាគាត់ធ្វើកិច្ចសន្យានេះជាមួយនរណាហើយជាតិពុលរបស់គាត់ក៏អាចចូលទៅក្នុងខ្លួនរបស់ម្នាក់នោះដែរអញ្ចឹងហើយបានជាគេតម្រូវឲ្យជេផឹកថ្នាំបន្សាបតែអាចបន្សាបពឹសក្នុងខ្លួនរបស់គេអញ្ចឹងណាជេក៏លើកអកថ្នាំនោះហើយសាយ៉ងក៏យកកំបិតមកឈោតដៃរបស់គេរួចនិយាយថាខ្ញុំមានតែលក្ខខណ្ឌមួយគត់គឺសុំកុំក្បត់ខ្ញុំថាហើយគឺយកដៃទៅផ្គុំជាមួយជេហើយមិនចេញធម្មពលពន្លឺសសន្ធោសន្ធៅឡើងអ្នកទាំងពីរស្រែកវល្លិរុក្ខជាតិក៏លេចចេញពីពន្លឺនោះរួចហើយក៏ហុំព័ទ្ធអ្នកទាំងពីរទឹកមុខរបស់ជេបង្ហាញអំពីការឈឺចាំចំណែកឯសាយ៉ងវិញក៏គ្រាន់តែទឿនជេតិចថាធំតិចទៅណាឃ្លាមនោះប្រព័ន្ធនៅក្នុងខ្លួនរបស់ជេចាប់ផ្ដើមលុតសញ្ញាព្រមានថាជាតិពុលកម្រិត S+ ដែលមានកម្រិតស្មើទៅនឹងជាតិពុលរបស់ស្ដេចពស់ Basilis ចាប់ផ្ដើមដំណើរការហើយជេឃើញហើយក៏ចាប់ផ្ដើមតក់ស្លុតរួចគិតក្នុងចិត្តថាការព្រមាននេះគឺជា skill បន្សាបមួយដែលបានមកពីការសម្លាប់ស្ដេចពស់ Basilis នៅសមុទ្រខាងលិចត្រូវទេវាមិនបញ្ចេញប្រតិកម្មទេបើសិនជាថ្នាំពុលល្មមនោះរហូតមកទល់ពេលនេះវាមិនដែលបានដំណើរការសោះតើហេតុអ្វីពេលនេះគាត់គិតដល់ត្រឹមនេះជេក៏កក់ធ្លាក់ឈាមមកហើយក៏សម្លឹងមើលទៅសាយ៉ងមនុស្សឈួតនេះសាយ៉ងវិញឆ្លេឆ្លាពេលឃើញជេមានសភាពបែបនេះគាត់ក៏ស្រែកសួរទៅជេថាបងមិនអីទេមែនទេដល់ភ្នែកជេចាប់ផ្ដើមស្រវាំងក្បាលកវល់គាត់ចាប់ផ្ដើមបាត់លំនឹងគាត់ដឹងថាគាត់ត្រូវបានបំពុលហើយសាយ៉ងទប់គាត់ហើយគេស្រែកថាហេមានស្មារតីឡើងជេវិញក៏តែក្អកឈាមហើយឈឺចាប់ពេញរាងកាយរបស់គាត់ក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់តើមនុស្សម្នាក់នេះអាចបញ្ចូលជាតិពុលចូលទៅក្នុងមនុស្សម្នាក់ទៀតបានដោយរបៀបណាថ្នាំបន្សាបហ្នឹងក៏គ្មានប្រសិទ្ធភាពទៀតហើយអួតថាថ្នាំបន្សាបហ្នឹងកម្រិត S+ ទៀតវិញកាលណាមិនមានបញ្ចេញសកម្មភាពតែខ្ញុំគួរតែធ្វើអីផ្សេងទៀតអត់មើលទៅបើចាំយូរជាងនេះទៀតប្រកាសជាងាប់មិនខានទេគេក៏ចាប់ផ្ដើមឲ្យប្រព័ន្ធក្នុងរាងកាយរបស់គេធ្វើសកម្មភាពបន្សាបជាតិពុលចេញពីក្នុងខ្លួនកំឡុងពេលដែលគេកំឡុងពេលដែលវាធ្វើការជេគិតក្នុងចិត្តថាបើសិនជាខ្ញុំគ្មានប្រព័ន្ធក្នុងខ្លួនទេតែឯងនឹងធ្វើយ៉ាងម៉េចទៅលីសាយ៉ងបន្ទាប់ពីគាត់បន្សាបជាតិពុលបានហើយគាត់ក៏ក្អកចេញឈាមម្ដងទៀត
នេះសាយ៉ងវិញគ្នាភ័យគ្នាខំរកអស់ហើយឆ្នាំស្អីក៏ធីនចេញមកដែរហើយបខំជេរឲ្យហាមាត់មកឆៃយេបើកមាត់ភ្លាមសាយ៉ងយកដៃបង្ហើបមាត់ជេររួចចាក់ទឹកថ្នាំចូលទៅក្នុងមាត់គាត់ពី3នាទីក្រោយមកជេរចាប់ផ្ដើមក្អកសាយ៉ងក៏រហ័សសួរគេថាហេបងមិនអីទេមែនទេយ៉ាងម៉េចហើយប្រព័ន្ធក្នុងខ្លួនជេរក៏លោតឡើងមកថាការបន្សែបត្រូវបានបញ្ចប់ហើយវាអាស្រ័យទៅលើជាតិពុលនិងខ្លាំងប៉ុណ្ណាអញ្ចឹងការពីមិនឲ្យពោទៀតនោះនឹងចាប់ផ្ដើមដំណើរការពីពេលនេះតទៅជេនឹងខ្លួនមកភ្លាមគាត់មិនដឹងថាតើវាគឺជាការបន្សាំជាតិពុលដល់ប្រព័ន្ធរបស់គាត់ខ្លួនឯងឬមកក៏ពីថ្នាំដែលសាយ៉ងបញ្ច្រកគាត់នោះទេព្រោះវាជាសះស្បើយលឿនសាយ៉ងក៏ស្រែកសួរទៅគេថាហេបងមកឃើញខ្ញុំទេនិយាយបានអត់បើអត់ទេព្យាយាមព្រិចភ្នែកមើលខ្ញុំចិត្តជេវិញគាត់ថាអើយបើខ្ញុំអាចហាមាត់បានពេលហ្នឹងពីដំបូងដែលខ្ញុំចង់និយាយនោះគឺជេឯងហ្នឹងហើយសាយ៉ងនៅតែបន្តនិយាយថាមើលទៅគាត់អាចស្ដាប់ឮប្រអប់សលេងរបស់គាត់ខូចមែនគាត់ងើបចុះឡើងនៅមិនសោះក្នុងខ្លួនអញ្ចឹងចំណែកជេវិញលួចជេបចោលនៅក្នុងចិត្តថាអើយពិតជាល្ងងមែនសរុបមកជាតិពុលនេះអាចបំផ្លាញការស្ដាប់ការមើលឃើញប្រអប់សលេងបើទោះបីជាគ្រឿងក្នុងក៏ដោយមែននេះបើតាមម្នាក់ប្រុសនេះនិយាយមកហើយវាខ្លាំងដល់ថ្នាក់អាចឲ្យជ្រាបចូលក្នុងមនុស្សដែលមានធម៌ពលដាក់កម្រិត S តែគាត់នឹងឲ្យតែមនុស្សធម្មតាផងហើយគិតអីសម្រាប់គេយកតែហ្មងនេះសាយ៉ងនៅបន្តហើយជេដល់ជេមួម៉ាឆៃជេបែរទៅសម្លក់ហើយគាត់គិតក្នុងខ្លួនគាត់ថាតែគាត់ត្រូវតែនិយាយអីខ្លះទៅបានតែពេលគាត់បើកភ្នែកមកមើលសាយ៉ងជេមានអារម្មណ៍ថាហើយក៏សាយ៉ងមើលទៅគាត់ភ្ញាក់ផ្អើលខ្លាំងម៉េះខ្ញុំពិតជាចង់និយាយអីទៅកាន់គាត់ខ្លាំងតែមុខរបស់គាត់តែងតែមមនឹងខ្ចង់អារម្មណ៍ជានិច្ចជេក៏សម្រេចចិត្តធ្វើពុតហើយជេក៏សម្រេចចិត្តឈប់ធ្វើពុតហើយក៏ងើបមកនិយាយជាមួយគេថាស្អីគេបំផ្លាញប្រអប់សម្លេងស្អីខ្ញុំមិនអីទេតែវាជាលើកដំបូងនៅក្នុងឆាកជីវិតរបស់ខ្ញុំហើយដែលជួបជាមួយនឹងជាតិពុលដល់ថ្នាក់នឹងនោះតែមាននឹងខ្លួនខ្លះអត់ជេចាំបានន័យថាមកយកជីវិតគាត់មកលេងសើចម៉ែសាយ៉ងលើអញ្ចឹងចង់ខឹងមិនក៏បើមិននិយាយអីតោះតែសោះអញ្ចឹងចង់លេងសើចមួយខ្ញុំមែនជេបែរមកទៅរកសាយ៉ងហើយនិយាយថាបើសិនជាខ្ញុំហាមាត់ទៅខ្ញុំប្រកាសជាជេឯងមិនខានទេតែឯងចង់ឲ្យខ្ញុំធ្វើម៉េចសាយ៉ងតះក្បាលខ្លួនឯង2ដងហើយគឺនិយាយថាអើយប្រកាសចនេះពួយមួម៉ៅមែនតែទោះបីជាយ៉ាងណាក៏ខ្ញុំត្រូវអរគុណឯងដែរមើលទៅថ្នាំទាំងអស់នោះថ្លៃណាស់មកអរគុណអ្នកដែលបំពុលខ្លួនឯងមិនវ៉ាវបងឯងពិតជាអស្ចារ្យមែនបងជាព្រះមែនសាយ៉ងលើអញ្ចឹងគេហួសចិត្តនេះគ្រាន់តែចង់អរគុណគួរសមសោះហ្នឹងក៏មិនបានដែរមែនហ៎ជេគាត់ក្នុងចិត្តមើលទៅកិច្ចសន្យានេះបានសម្រេចរួចហើយខ្ញុំនឹងបញ្យល់រឿងដែលខ្ញុំមិនទាន់បានបកស្រាយពីមុនឲ្យច្បាស់សាយ៉ងក្រឡេកមកសម្លក់ជេគេនឹងងរឿងដែលជេបំភ័យគេមិនប៉ុន្តែអ្វីដែលសន្យាត្រូវតែធ្វើមានមនុស្សដែលចែកចាយថ្នាំញៀនហើយខ្ញុំកំពុងតែដេញតាមពួកគេហ្នឹងពួកយើងធ្លាប់បាននិយាយវាម្ដងហើយត្រូវអត់ជាទូទៅអ្នកដែលមានធម៌ពលដាស់ច្រើនតែមានប្រតិកម្មរហ័សជាងមនុស្សធម្មតាតែពីព្រោះតែញៀនរបស់ពួកគេល្អពេកអញ្ចឹងហើយវាបានខ្លាយទៅជាគុណវិបត្តិច្រើនជាងគុណសម្បត្តិថ្នាំនោះលក់នៅក្នុងតម្លៃថោកហើយងាយរកទិញបានគ្រប់ទីកន្លែងរបស់ដែលងាយស្រួលរកបានបែបនេះវារឹតតែងាយស្រួលក្នុងការញៀនអ្នកដែលញៀនហើយតែងតែស្រែកឃ្លានអ្វីដែលខ្លាំងទៅមានន័យថាគេអាប់ក្រេតកម្រិតរហូតអញ្ចឹងណាជាមួយយើងញៀនតែកម្រិតដំបូងដល់ពេលទៅហមដល់ទៀតយើងហៅអាកម្រិតមធ្យមហើយតែកម្រិតកដាលហើយតែកម្រិតល្អបកួរហើយទៅរកកម្រិតល្អអញ្ចឹងយើងដេញឡើងរហូតជេគិតក្នុងចិត្តថាវាដូចជាយើងផឹកសូជូតែមិនដែរស្វឹងមែនសាយ៉ងច្រត់ចង្កេះហើយក៏បន្តទៀតថាប្រសិនបើកម្រិតថ្នាំត្រូវបង្កើនរហូតវាធ្វើឲ្យអាការៈស្រែកឃ្លានហ្នឹងកាន់តែមិនចេះស្កប់ស្កល់បើសិនជាពួកគេញៀនដល់កម្រិតនេះហើយពួកគេត្រូវការទៅរកអ្នកដែលផលិតផ្ទាល់មនុស្សភាគច្រើនដែលទៅរកពួកគេគឺត្រូវកឬមុនពេលដែលពួកគេចិត្តខ្លាចជាមនុស្សកអ្នកដែលផលិតថ្នាំនឹងកម្ចាត់ចោលមនុស្សដែលបានដឹងនិងរារាំងផ្លូវរបស់ពួកគេជេស្រែកថាកម្ចាត់ចោលសាយ៉ងចាប់ដៃជេទាញឲ្យគាត់ក្រោកឡើងថ្នាំញៀនហ្នឹងគ្រាន់តែជានុយដើម្បីរកមនុស្សមកធ្វើជាឧបករណ៍សាកថ្នាំតែប៉ុណ្ណោះតែបងដឹងទេថាវិធីអីដែលអាចឲ្យមនុស្សមានធម៌ពលដាស់ឡើងមកជេឆ្លើយតែមិនប្រកាសក្នុងចិត្តថាវាគឺជាការជ្រើសរើសដោយប្រព័ន្ធត្រូវអត់សាយ៉ងឆ្លើយត្រូវហើយតែប្រព័ន្ធស្វែងរកអីនៅពេលដែលគេជ្រើសរើសនរណាម្នាក់ឲ្យមានធម៌ពលដាស់
ពេលដល់សំណួរនេះជេចាប់ផ្ដើមនឹកឃើញដល់ពេលដែលមានស្នាមប្រេះហើយលេចបិសាចចេញមកដំបូងទស្សនភាពនៅជុំវិញខ្លួនគាត់សាយ៉ុងក៏ឲ្យចម្លើយមកថាប្រព័ន្ធឆ្លើយតបទៅការចង់បានដែលជ្រាលជ្រៅបំផុតនៅក្នុងចិត្តរបស់មនុស្សយើងបើនិយាយឲ្យស្រួលស្ដាប់ទៅពួកគេធ្វើការពិសោធន៍ដើម្បីបង្កើតមនុស្សដែលមានធម៌ពលដាសបនិមិត្តវ៉ាវពិតជាជក់ចិត្តមែនតែនឹងថាអ្នកទាំងពីរនឹងធ្វើអីបន្តដើម្បីតាមដានឬគល់ថ្នាំញៀននេះបានទាំងអ្នកទាំងអស់គ្នាចាំតាមដាននៅភាពបន្តទៀតណាអរគុណចំពោះការចំណាយពេលស្ដាប់របស់អ្នកទាំងអស់គ្នាជាមួយនឹងខ្ញុំ Thank you see you in the next episode bye